សម្រាប់ការប្រកួតវីតាលីជាមួយនឹងលេវនរ៉ាត់ខ្ញុំមើលទៅគឺការប្រកួតមួយនេះគឺលេវនរ៉ាត់គាត់ទៅរួចជាមួយនឹងវីតាលីផងទាំងសាយទាំង bicep ទាំង donation សូម្បីតែ king smooth របស់លេវនរ៉ាត់មើល king smooth របស់គាត់គឺទប់អត់ជាប់ទេគឺវីតាលីគាត់ប្រើប្រេះគឺប្រេះបាច់ king smooth ផលីវ៉ុនមកហើយមួយត្រង់ទៅវិញហ្នឹងម៉ាច់ដំបូងគឺវីតាលីគាត់ប្រើប្រេះព្រោះកម្លាំង king smooth ផលីវ៉ុនក៏នៅគ្រាន់បានដែរដល់ចូលតង់នេះលេវ៉ុនធ្លាក់កែងគាត់ព្យាយាមប្រើ king smooth នៅត្រង់នេះដែលលេវ៉ុនរ៉ាត់ប្រើប្រេះទប់ជាមួយនឹងវីតាលីជាប់ទប់ជាប់រហូតដល់វីតាលីនឹងទៅចិត្តទាញធ្លាក់កែងនឹងខ្លួនឯងគឺឲ្យទស្សនិកជនហូរដោយសារដេវ៉ុនទប់ប្រេះជាប់ប៉ុន្តែដល់ចូលម៉ាច់ទៀតមកគឺទប់អត់ជាប់ជាមួយនឹងlow hand ផុសវីតាលីទេដាក់បាច់មកហ្មងជាងចង់និយាយថា low hand ផុសវីតាលីដៃឆ្វេងមិនធម្មតាលេវ៉ុនព្យាយាមប្រើប្រេះដើម្បីទប់top row របស់វីតាលីតែ low hand របស់វីតាលីគឺខ្លាំងណាស់ដាក់មកហើយលេវ៉ុនទុំជាប់ទេលេវ៉ុន